យកបាយប្តីមិននឹកឃើញឃ្លាននំប៉័ងខ្ទិះអីណាហើយប្រពន្ធនេះគាត់លឺភ្លាមនិយាយពីថារូតរះមកធ្វើប្តីញ៉ាំភ្លាមតែម្ដងព្រោះគ្រឿងផ្សំក៏យើងងាយស្រួលរនៅផ្ទះយើងមានស្រាប់អញ្ចឹងឥឡូវនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើនំប៉័ងខ្ទិះញ៉ាំនៅផ្ទះវិធីធ្វើគឺងាយខ្លាំងមែនតើហើយសម្រាប់គ្រឿងផ្សំវិញក៏ងាយស្រួលរដែរនំប៉័ងខ្ទិះយើងបើបានបៀកជាមួយនឹងបបពងមាន់ទុំវាយហើយខ្លួនឯងថ្មីចឹងទៀតណានិយាយពីថាឈ្ងុយអើយឈ្ងុយឡើងផ្អើលផ្ទះអ្នកចិត្តខាងចឹងឥឡូវនេះកុំអោយខាត់ពេលវេលាយូរមកដឹងពីវិធីធ្វើនំប៉័ងខ្ទិះយើងទាំងអស់គ្នាចឹងជាដំបូងគឺយើងមកធ្វើជាមួយនឹងបបពងមាន់សិនចឹងគ្រឿងផ្សំដែលត្រូវការមានជាមួយនឹងពងមាន់3គ្រាប់ស្ករស2ស្លាបព្រាជាមួយនឹងដោះគោខាប់បន្តិចហើយជាមួយនឹងប្រេងឆាហើយប្រេងឆាអ្នកទាំងអស់គ្នាដាក់ម៉ាក់អីក៏បានដែរហើយនឹងអំបិលបន្តិចដែរសម្រាប់ពងមាន់មុននឹងបង្ហាញអ្នកទាំងអស់គ្នាមាន3គ្រាប់មានណាគោះមួយគ្រាប់ដំបូងគឺបែកខ្ចាយតែម្ដងពងសពងក្រហមចូលគ្នាហ្មងហើយចឹងពងមាន់ហ្នឹងគឺយើងឆ្កឹះយកតែផ្នែកក្រហមឯផ្នែកសយកណាអ្នកទាំងអស់គ្នាហើយយើងកូរវឹកលបាយពងមាន់យើងហើយយើងដាក់ប្រេងឆានេះយើងប្រើម្ដងតិចបានហើយបន្ទាប់មកយើងកូរវារហូតដល់ខាប់បែបហ្នឹងចាំយើងដាក់ជាមួយអំបិលចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវកូរវាឡើងខាប់សិនចាំដាក់ជាមួយនឹងអំបិលណាបន្ទាប់ពីកូរអំបិលកូរអីហើយអ្នកទាំងអស់គ្នាដាក់ប្រេងឆាតិចទៅដាក់ឆ្លាស់ទៅឆ្លាស់មកចឹងរហូតហ្មងចាំដល់ពេលលបាយរបស់យើងកាន់តែខាប់ខ្លាំងមែនតើចាំយើងដាក់មួយស្ករសចឹងបន្ទាប់ដាក់ស្ករសហើយកូរវឹកទៀតទៅដាក់ឆ្លាស់គ្នាជាមួយនឹងប្រេងឆាទឹកដោះគោអីទៅអ្នកទាំងអស់គ្នាដាក់ឆ្លាស់គ្នាតាមហ្នឹងទៅហើយសម្រាប់រសជាតិហ្នឹងអ្នកទាំងអស់គ្នាអាចភ្លក់ពេលដែលធ្វើនឹងបានចឹងចង់បានផ្អែមប៉ុណ្ណាអីលេលោកដាក់គ្រឿងតាមហ្នឹងគ្រាន់តែថាគ្រឿងយើងគឺដាក់ឆ្លាស់គ្នារហូតម្ដងដាក់ស្ករកូរវឹកអីហើយដាក់ប្រេងឆាដាក់ទឹកដោះគោនិយាយទៅធ្វើមិនឲ្យគ្រឿងយើងហ្នឹងគឺឆ្លាស់គ្នាបន្ទាប់មកហើយយើងកូរវាឲ្យឡើងជាល្បាយខាប់បែបហ្នឹងណាអ្នកទាំងអស់គ្នាចឹងបន្ទាប់ពីវាឡើងខាប់ហើយអ្នកទាំងអស់គ្នាភ្លក់មើលទៅរសជាតិហ្នឹងត្រូវចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នានៅផ្អែមអីប៉ុណ្ណាអ្នកទាំងអស់គ្នាលេលោកតាមហ្នឹងទៅចឹងនេះបន្ទាប់ពីវាឡើងខាប់ប៉ុណ្ណឹងហើយបានយើងឈប់វាយវានិយាយទៅធ្វើមិនឲ្យបឺយើងឡើងសភាពបែបហ្នឹងបានអាចយកទៅញ៉ាំបាននេះយើងចាប់ផ្ដើមចាក់ដាក់ចានហើយចឹងខ្ញុំធ្វើថ្ងៃហ្នឹងគឺខ្ញុំធ្វើតែ2គ្រាប់ឯងបានរៀងច្រើនគួរសមដែរហ្នឹងណាវាមកទុកចាក់ដាក់ចានចឹងទៅបើអ្នកទាំងអស់គ្នាញ៉ាំអត់អស់ទេអាចទុកនៅក្រៅបានមិនបាច់ដាក់ទូទឹកកកទេយើងអាចទុកនៅក្រៅបានប្រហែលជាមួយអាទិត្យដែរចឹងឥឡូវនេះបឺរបស់យើងបានត្រៀមរួចរាល់ហើយឥឡូវនេះខ្ញុំមកធ្វើជាមួយនឹងទឹកខ្ទិះម្ដងចឹងដំបូងឡើយគឺខ្ញុំកូរជាមួយនឹងម្សៅឆាដោយសារតែខ្ទិះដូងខ្ញុំក៏បានខ្ញុំកូរម្សៅឆាចាក់ឲ្យបើអ្នកទាំងអស់គ្នាប្រើខ្ទិះដូងធម្មតាអាចចាំពេលដាក់លាយគ្រឿងអីហើយចាំដាក់ម្សៅឆាតាមក្រោយក៏បានដែរខ្ញុំដាក់ជាមួយស្ករស3ស្លាបព្រាហើយជាមួយអំបិល1ចុងស្លាបព្រានិយាយទៅអ្នកទាំងអស់គ្នាពេលធ្វើនោះភ្លក់ទៅហើយកុំភ្លេចថែមជាមួយដោះគោហងពេលយើងដាក់ដោះគោចឹងទៀតថែមរសជាតិខ្ទិះដូងរបស់យើងកាន់តែឈ្ងុយហើយឆ្ងាញ់ថែមទៀតសម្រាប់រសជាតិទឹកខ្ទិះរបស់យើងគឺត្រូវការរសជាតិប្រៃផ្អែមចឹងអ្នកទាំងអស់គ្នាដាក់គ្រឿងអីហើយភ្លក់មើលទៅរសជាតិត្រូវអ្នកទាំងអស់គ្នាចង់បាននៅបន្ទាប់មកហើយខ្ញុំថែមជាមួយនឹងម្សៅវ៉ានីទៀតដើម្បីឲ្យក្លិនខ្ទិះដូងខ្ញុំហ្នឹងគឺកាន់តែឈ្ងុយថែមទៀតហើយជាចុងក្រោយគឺយើងដាក់ជាមួយស្លឹកខ្ទឹមនិយាយទៅតួអង្គនេះគឺសំខាន់ខ្លាំងមែនតើអត់បានទេសម្រាប់ទឹកខ្ទិះមួយមុខនេះចឹងបន្ទាប់ហើយយើងកូរវឹកខ្ទិះដូងយើងនៅលើភ្លើងតិចមកនិយាយទៅពេលដែលធ្វើហ្នឹងគឺបើកភ្លើងតិចៗណាអ្នកទាំងអស់គ្នាកុំបើកភ្លើងខ្លាំងពេកហើយសម្រាប់អ្នកទាំងអស់គ្នាចង់បានរាវខាប់អីលេលោកតាមហ្នឹងព្រោះពេលដែលយើងដាក់ម្សៅឆាទៅយើងអាចស្មានតាមចំនួនខ្ទិះដូងយើងបាននេះអ្នកទាំងអស់គ្នាឃើញគឺតំណងខ្លាំងមែនតើហ្មងហើយបើថាបានញ៉ាំទៀតដែរខ្ញុំធានាជូនរសជាតិគេវិញគឺថាបំភ្លេចមិនបានហ្មងគឺឈ្ងុយខ្លាំងមែនតើចឹងឥឡូវនេះយើងដួសមកភ្លក់ទាំងអស់គ្នាអូខ្ញុំនិយាយបានគ្រាន់តែឃើញហ្នឹងក៏ឃ្លានទៀតដែរនិយាយទៅឲ្យតែមកបញ្ចូលសលេងលើកណាគឺឃ្លានពេលហ្នឹងហ្មងចឹងនេះតួអង្គយើងគឺមានជាមួយនឹងនំប៉័ងជាមួយនឹងបឺពងមាន់ហើយជាមួយនឹងខ្ទិះដូងដែលយើងបានធ្វើឲ្យមុនហ្នឹងសម្រាប់នំប៉័ងអ្នកទាំងអស់គ្នានៅផ្ទះមាននំប៉័ងអីយកនំប៉័ងហ្នឹងមកញ៉ាំមកចឹងឥឡូវនេះយើងវានំប៉័ងយើងជា2មកនិយាយទៅរហដងខ្ញុំជឿថាអ្នកទាំងអស់គ្នាឲ្យតែពេលញ៉ាំនំប៉័ងខ្ទិះដឹងតែយកនំប៉័ងយកមកជ្រលក់មួយខ្ទិះយកហ្មងហើយប៉ុន្តែវីដេអូមួយនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីវិធីញ៉ាំថ្មីនិយាយទៅធានាថាគឺឈ្ងុយឆ្ងាញ់ហើយញ៉ាំគឺឈ្ងុយជាប់នៅក្នុងមាត់តែម្ដងចឹងគឺយើងយកមកលាបជាមួយនឹងបឺពងមាន់ដែលយើងវាយឲ្យមុនហ្នឹងនិយាយទៅវាយមកថ្មីចឹងទៀតគឺរឹតតែឈ្ងុយខ្លាំងមែនតើចឹងយើងវានំប៉័ងយើងអីហើយលាបជាមួយបឺអីឲ្យហើយអស់មកចាំយើងយកវាទៅអាំងបើអ្នកទាំងអស់គ្នាចង់អាំងនំប៉័ងហ្នឹងហើយចាំយកមកលាបបឺក៏បានឬក៏ចង់លាបបឺហើយចាំយកទៅអាំងជាមួយនឹងនំប៉័ងក៏បានដែរនិយាយទៅធ្វើវិធីណាក៏បានដែរឲ្យតែអ្នកទាំងអស់គ្នាគិតថាស្រួលខ្ញុំលាបបឺហើយខ្ញុំយកទៅអាំងចឹងឥឡូវនេះមកមើលទាំងអស់គ្នានំប៉័ងយើងគឺស្រួយខ្ញោកល្អខ្លាំងមែនតើជាពិសេសបឺយើងគឺឡើងឈ្ងុយមកបានជ្រលក់ជាមួយនឹងទឹកខ្ទិះដែលយើងធ្វើថ្មីទៀតបានដាក់ចូលមាត់ហ្នឹងនិយាយពីថាដូចឃើញប្អិនចឹងនិយាយពីឆ្ងាញ់អើយឆ្ងាញ់ចឹងអ្នកទាំងអស់គ្នាមើលវីដេអូមួយនេះហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាវិធីធ្វើគឺងាយសំខាន់ណាចំណាយលុយអស់តិចទៀតហើយសម្រាប់បឺពងមាន់យើងហ្នឹងអាចទុកបាននៅក្រៅរយៈពេល7ថ្ងៃទៅ10ថ្ងៃហើយនេះអ្នកទាំងអស់គ្នាឃើញដាក់មួយនំប៉័ងចឹងមកគឺត្រូវជាតិគ្នាខ្លាំងមែនតើហើយបើបានជាមួយសាច់គោអាំងទៀត